សួស្តីបងប្អូនទាំងអស់គ្នាយប់នេះច័ន្ទពេញបរមីនាងខ្ញុំក៏បានដើរទៅសុំពរជ័យពីព្រះខែអត់បានសុំអ្វីច្រើនទេសូមឲ្យតែក្រុមគ្រួសារមានសេចក្តីសុខសុភមង្គលចេះស្រឡាញ់គ្នាទៅវិញទៅមកចេះយល់ចិត្តគ្នានិងសុខភាពល្អទៅណាមកណាមានតែអ្នកស្រឡាញ់រាប់អានគ្រប់គ្នាហើយនឹងសុំពរសំណាងល្អហេងចូលផ្ទះទៀតផងហើយក៏បានសុំពរជ័យពីព្រះខែឲ្យអ្នកម្ដាយទាំងពីររបស់នាងខ្ញុំជួបតែសេចក្តីសុខសេចក្តីចម្រើនសុខភាពល្អអាយុវែងជាម្លប់នៃកូនចៅទាំងអស់គ្នាជាសំខាន់ជីវិតរបស់នាងខ្ញុំគឺរស់នៅដោយសាមញ្ញល្ងង់មិនសូវហ៊ាននឹងចង់និយាយជាមួយនឹងអ្នកណាទេខ្លាចខុសម្លោះហើយបានតែនិយាយជាមួយនឹងធម្មជាតិក្រុមគ្រួសារនិងអ្នកនៅក្នុងផ្ទះតែប៉ុណ្ណោះហើយបើការនិយាយរបស់នាងខ្ញុំខុសឆ្គងត្រង់ណាសូមអធ្យាស្រ័យផងបងប្អូនអូខេវីដេអូរបស់នាងខ្ញុំមានតែប៉ុណ្្នឹងទេជូនពរបងប្អូនពុកម៉ែជួបតែសេចក្តីសុខសេចក្តីចម្រើនហេងទាំងអស់គ្នាជួបគ្នានាវីដេអូក្រោយបាយបាយ